រៀនសូត្រថ្ងៃនេះអូននឹងអានសៀវអូននឹងអានសៀវភៅវិទ្យាសាស្ត្រថ្នាក់ទី4ចំពុកទី3រូបធាតុនិងថាមពលមេរៀនទី1លក្ខណៈនៃរូបធាតុទាំងអស់សុទ្ធតែមានលក្ខណៈសម្គាល់ហើយភាគច្រើនតែមានទំនាក់ទំនងរវាងនឹងគ្នារូបធាតុច្រើនណាស់ដែលមានទំនាក់ទំនងនឹងតម្រូវការរបស់មនុស្សរួមមានជម្រកទឹកម្ហូបអាហារខ្យល់ប៉ុន្តែរូបធាតុដែលត្រូវតម្រូវការជាចាំបាច់ប្រចាំថ្ងៃរបស់មនុស្សគឺទឹកដូចនេះយើងក៏បីស្វែងយល់ឲ្យបានច្បាស់លាស់ពីទឹកដូចជា1ភាពរូបនៃទឹកតាមការប្រើប្រាស់ទឹកប្រចាំថ្ងៃយើងសង្កេតឃើញថាទឹកជាវត្ថុរាវព្រោះវាអាចហូបបានវាមានរូបរាងប្រែប្រួលទៅតាមវត្ថុដែលផ្ទុកវានិងមានទម្ងន់ក្នុងធម្មជាតិទឹកជាអង្គធាតុរាវមានពីរប្រភេទគឺទឹកសាបទឹកទន្លេទឹកបឹងនិងទឹកប្រៃទឹកសមុទ្រនៅពេលយើងយកទឹករាវទៅដាក់ចូលក្នុងទូទឹកកកអស់រយៈពេលច្រើនម៉ោងទឹកនោះនឹងក្លាយជាទឹករឹងទឹកកកដូចនេះទឹកក៏អាចក្លាយជាវត្ថុរឹងបានដែរនៅពេលដែលយើងយកទឹកទៅដាំឲ្យពុះយើងសង្កេតឃើញចំហាយឧស្ម័នភាយឡើងចំហាយនោះជាចំហាយទឹករាវអាចក្លាយជាឧស្ម័នដូចនេះទឹកមានលក្ខណៈជាឧស្ម័នដូចនេះទឹកមានរូបភាព3យ៉ាងគឺរឹងទឹកកករាវនិងឧស្ម័នចំហាយទឹករាវនិងឧស្ម័នគ្មានរូបរាងច្បាស់លាស់ទេប៉ុន្តែចំពោះទឹករឹងទឹកកកអាចមានលក្ខណៈរូបរាងច្បាស់លាស់2វត្តទឹកយើងអាចដឹងថាទឹកអាចផ្លាស់ប្ដូររូបភាពបានតែនៅក្នុងធម្មជាតិទឹកអាចផ្លាស់ប្ដូររូបភាពដោយរបៀបណានៅក្នុងធម្មជាតិកម្ដៅព្រះអាទិត្យធ្វើឲ្យទឹកហួតឡើងទៅលើហើយខ្លាយជាចំហាយទឹកបំរែបំរួលពីទឹករាវទៅចំហាយហៅថារំហួតកើតឡើងនៅលើផ្ទៃទឹកនិងវត្ថុផ្សាមការបំផ្លាញនៃចំហាយទឹកទៅដំណាក់ទឹកហៅថាកំណញើសនៅពេលចំហាយទឹកក្នុងបរិយាកាសទៅប៉ះនឹងធាតុត្រជាក់វាក៏កើតជាភ្លៀងឬប្រល់ដែលធ្លាក់មកលើផែនដីការវិលចុះឡើងនៃទឹកបែបនេះហៅថាវត្តទឹកដោយលក្ខណៈពិសេសរបស់ទឹកក្នុងចំណោមវត្ថុរាវទាំងអស់មានតែទឹកទេដែលមានលក្ខណៈពិសេសជាងគេព្រោះក៏ទឹកជារូបធាតុរំលាយនៅពេលយើងដាក់អំបិលឬស្ករសចូលទៅក្នុងកែវមួយដែលមានទឹកហើយយើងក៏យើងសង្កេតឃើញអំបិលឬស្ករនោះរលាយអស់ទីបញ្ចប់យើងបានទឹកអំបិលដែលមានរសជាតិប្រៃឬទឹកស្ករដែលមានរសជាតិផ្អែមទឹកជារូបធាតុមានលក្ខណៈពិសេសព្រោះវាអាចរំលាយវត្ថុរឹងមួយចំនួនបាននៅពេលយើងយកទឹកត្រីទឹកខ្មេះឬស្រាថ្នាំពឺក្រហមចាក់ចូលទៅក្នុងកែវមួយដែលមានទឹករួចយើងនឹងសង្កេតឃើញទឹកត្រីឬទឹកខ្មេះឬស្រារលាយក្នុងទឹកមានលក្ខណៈពិសេសព្រោះអាចរំលាយវត្ថុរាវមួយចំនួនបាននៅពេលយើងយកដល់ទឹកសូដាឬទឹកក្រូចមួយទៅកែកម្របចេញយើងនឹងសង្កេតឃើញពពុះចេញពីទឹកសូដាពពុះនោះគឺជាឧស្ម័នកាបូនិកដែលគេបានលាយបញ្ចូលទៅក្នុងទឹកសូដាឬទឹកក្រូចនោះទឹកមានលក្ខណៈពិសេសគឺទឹកអាចរំលាយឧស្ម័នមួយចំនួនបានដូចនេះលក្ខណៈពិសេសរបស់ទឹកគឺអាចរំលាយវត្ថុរឹងដូចជាអំបិលស្ករម្សៅធូលីវត្ថុរាវដូចជាស្រាទឹកត្រីទឹកក្រូចឧស្ម័នដូចជាឧស្ម័នកាបូនិកជាដើមខទឹកមានឥទ្ធិពលក្នុងជីវភាពរស់នៅប្រចាំថ្ងៃយើងសង្កេតឃើញថាទឹកអាចជ្រាបឆ្លងកាត់វត្ថុរឹងផ្សេងដូចជាថ្មដីឥដ្ឋដីខ្សាច់និងអាចធ្វើឲ្យវត្ថុរឹងមួយចំនួនដូចជាក្រដាសសើមរហែកដែកច្រាសធ្លុះមានលក្ខណៈខុសពីសភាពដើមដូចនេះទឹកមានឥទ្ធិពលអាចហូរឆ្លងកាត់វត្ថុរឹងផ្សេងនិងក៏អាចធ្វើឲ្យវត្ថុរឹងមួយចំនួនមានលក្ខណៈខុសពីសភាពដើមរបស់វាទៀតផងជារួមទឹកជារូបធាតុមានលក្ខណៈពិសេសព្រោះទឹកមានរូបភាព3
រឹងរាវឧស្ម័នអាចរំលាយវត្ថុរឹងរាវនិងឧស្ម័នព្រមទាំងអាចហូបឆ្លងកាត់វត្ថុរឹងផ្សេងនឹងក៏អាចធ្វើឲ្យវត្ថុរឹងមួយចំនួនមានលក្ខណៈខុសពីសភាពដើមរបស់វាបានទៀតផងមេរៀនសំខេបទឹកមានលក្ខណៈពិសេសព្រោះទឹកមានរូបភាព3យ៉ាងគឺរឹងរាវនិងឧស្ម័នទឹកជារូបធាតុអាចរំលាយវត្ថុរឹងរាវនិងឧស្ម័នមួយចំនួនបានទឹកអាចហូរឆ្លងកាត់វត្ថុរឹងផ្សេងនឹងក៏អាចធ្វើឲ្យវត្ថុរឹងមួយចំនួនមានលក្ខណៈខុសពីសភាពដើមរបស់វាបានទៀតផងវា